thì vô là rốt hào với bong bong nè khơi nhất xa đất ba nè bong ngọt snao nhoi nhom thư bị tao tràn hay đào pe trắng lấy chìa thọt khả năng dương man lọc lại hào ấy nè nè thmò nè nè xài ngày nay nhom trong mòn vậy pi côn sầm bạch này cá đại dương riệp trong ăn sa và hỏi ly ăn xì mòn bao giờ khai tới ăn đấy cứ chi một hết sa hay vì mình chỉ ăn thì vận tải dương pro rồi bắn thmó đồng bấy tốt bầm nạt đấy hỏi dương mình ở đây lại trâu tiền hay tí pí cứ dương thưa bài ní cứ cô bầm nón cứ dương mình chọn ao cái thí vía ruột chanh bà đòi xa tay ca là dương thưa sa bài nút bà cứ dương trai ca bót ơi mồm tôm và mình mồm tôm lên thế cứ mồm tôm vô tay mình tên bờ sân chia thợ bài lên cứ bà ai phải chôm bằng hai thì phơi cua và vừa ở bắt hơi khát bong và đôi đợt bong bạn khơi như không video này chẳng bà cứ nhom thơ ní mò mình tên mà hay chẳng vậy bị con sẽ bắt dương nó cứ cái thế bị lụt lỏ thì mũi lụt lỏ thì píสถานភាពទឹកក៏ដូចជាគុណភាពទឹកហើយបំរែបំរួលទឹកគឺល្អបាទភាពត្រជាក់ហើយជាមួយនឹងអ្វីដែលសំខាន់បំផុតនោះគឺយើងធ្វើឲ្យអាងរបស់យើងហ្នឹងវាមានគេថាជីវៈចម្រុះឬក៏យើងនិយាយខ្លីងាយយល់មួយទៀតគឺទឹកយើងវារស់បាទទឹកវារស់បាទអញ្ចឹងនៅក្នុងមួយអាងនេះគឺខ្ញុំដាក់1 ម៉ែត្រការ៉េខ្ញុំដាក់20ក្បាលបាទនិយាយទៅអាងធំនេះអាចបានដល់ទៅ2000ក្បាលហើយ2000នេះគឺដងស៊ីតេខ្ពស់បំផុតហើយគឺយើងដាក់នៅក្នុងកម្រិតមួយសម្រាប់កូនតូចដែរទេបើពេលវាវិវត្តធំជាងនឹងតិចគឺយើងត្រូវការបំបីខ្លះដែរបាទនេះប្រព័ន្ធទឹកខ្ញុំធ្វើបែបនេះហើយសួរថាធ្វើបែបនេះគឺខ្ញុំចំណេញទី1ខ្ញុំចំណេញរមណេហើយទី2វាងាយស្រួលនៅក្នុងការប្រើប្រាស់យើងអត់ចាំបាច់ហត់នៅក្នុងការដាក់វ៉ានទឹកអីទេបាទអានេះគឺស្រះមួយទៀតហើយអានេះទូចឯអានេះទៅតឹង6 8បន្តតំណើទៅទៀតបាទថ្ងៃនេះគឺខាងមេជាងខ្ញុំក៏ជួយតទៅយោឲ្យបាទតស្អាតដែរហ្នឹងបាទនិយាយរួមទៅគាត់តស្អាតបាទតស្អាតនេះបាទអូគឺអែមមែនតើបាទនិយាយរួមគាត់តទៅយោឲ្យអែមបងមើលទាំងអស់គ្នាទៅហើយមួយវិញទៀតការបញ្ចូលទឹកចូលហ្នឹងក៏ស្រួលដែរប៉ុន្តែលក្ខខណ្ឌធ្វើបែបនេះបើតាមទីតាំងមួយចំនួនក៏ដូចជាគោលដៅមួយចំនួនបើតាមខ្ញុំធ្លាប់មានបទពិសោធន៍ដែលស្គាល់បងអ្នកគាត់នៅខាងខេត្តផ្សេងណាខេត្តខ្លះគឺអត់អាចធ្វើដូចខ្ញុំចឹងបានទេព្រោះហេតុអីដោយសារតែវានេះវាលក្ខណៈមួយថាទឹកវាអត់នៅបើដូចខ្ញុំនេះគឺទឹកនៅទឹកអត់ជ្រាបទៅណាទេបងមើលតែជុំវិញខ្ញុំនេះទៅដឹងឲ្យសិតតែដីឥដ្ឋទាំងអស់ហើយអានេះគឺដីស្រែហើយខាងក្រោមហ្នឹងគឺឥដ្ឋទៀតអញ្ចឹងគឺទឹកអត់ចេញទៅណាទេខ្ញុំហ៊ានធ្វើបែបនេះគឺដោយសារតែខ្ញុំដឹងថាទឹកខ្ញុំអត់ទៅណាទេអានោះគឺទំនប់ទឹកខ្ញុំធំខ្ពស់មួយហើយខាងលើនោះគឺជាស្រះមេរបស់ខ្ញុំនៅក្នុងការស្តុកទឹកដើម្បីប្រើប្រាស់បាទនេះគឺឃើញថាស្អាតបាទខ្ញុំយល់ថាស្អាតបាទហើយអត់យូរទេធ្វើប្រហែលជាមួយសប្តាហ៍ទៅ2សប្តាហ៍ទៀតអាចនឹងហើយទេដោយសារឥឡូវហ្នឹងគឺពួកគាត់បានសម្រាកពីការបន់ទៀនហើយនឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទខ្ញុំនឹងព្យាយាមថតវីដេអូឲ្យបានច្រើនទៀត